សូមសួរមួយបងប្អូនតើបងប្អូនកំពុងតែស្វែងរកជាមួយនឹងរថយន្តអគ្គិសនីដែលអាចបើករយៈចម្ងាយឆ្ងាយបានជាពិសេសគឺរូបរាងតាក់ទាញទំនើបសុវត្ថិភាពជាមួយនឹងតម្លៃសមរម្យតម្លៃរបស់វាចន្លោះពី $15,800 ទៅ $17,800 តែប៉ុណ្ណោះជាពិសេសគឺរូបរាងរបស់វានេះគឺស័ក្តិសមសម្រាប់យុវវ័យសម័យ Gen Z តែម្ដងអញ្ចឹងបងប្អូនតាមដានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ជំរាបសួរបងប្អូនអរគ្នានេះគឺជារថយន្ត Wuling Bingo S ស៊េរីឆ្នាំ 2026 ជាប្រភេទរថយន្តអគ្គិសនីដែលស្អាតឆ្លាតទំនើបជាពិសេសគឺជា brand មួយរបស់ក្រុមហ៊ុន Wuling ដែលជាក្រុមហ៊ុនដ៏ចាស់វស្សានិងមានកេរ្តិ៍ឈ្មោះបោះសម្លេងមួយរបស់មហាមិត្តចិនជាពិសេសគឺឯកទេសទៅលើការផលិតរថយន្តទាំងប្រភេទម៉ាស៊ីនសាំងហើយឥឡូវនេះបោះជំហានមួយ step ទៀតចូលទៅកាន់រថយន្តអគ្គិសនីអញ្ចឹងបងប្អូនអរគ្នាសម្រាប់ Bingo S នេះបំពាក់ដោយ motor អគ្គិសនីដែលមានទំហំ 75 kW ផលិតបានកម្លាំងសេះ 101 HP ជាមួយនឹងកម្លាំងរមុល 180 Nm បងប្អូនសម្រាប់ការសាកភ្លើងមកពេញគឺយើងអាចបើករយៈចម្ងាយឆ្ងាយបានរហូតដល់ 430 km ជាមួយនឹងស្តង់ដារ CLTC ហើយការបើកបរគឺស្ទុះ smooth ផាសុកភាពបងប្អូនគួរតែសាកល្បងប្រើប្រាស់ជាមួយនឹង Bingo S 2026នេះដោយសារតែកត្តាតម្លៃសមរម្យមួយទៀតអញ្ចឹងបងប្អូនបានមកកាផ្លេហ្មងនៅក្នុងរថយន្តតែមួយដោយឡែកសម្រាប់អាគុយគឺជាប្រភេទ Lithium Iron Phosphate ដែលមានទំហំ 41.9 kW ម៉ោងបងប្អូនសម្រាប់ការសាកភ្លើងណាលឿនមែនតើ fast charge ចន្លោះពី 30 ទៅ 80% ចំណាយរយៈពេលត្រឹមតែ 35 នាទីតែប៉ុណ្ណោះសម្រាប់បងប្អូនអាចធ្វើការសាកថ្មនៅផ្ទះបានគឺចន្លោះពី 20% ទៅ 100% ចាយពេលត្រឹមតែ 6.5 ម៉ោងតែប៉ុណ្ណោះអញ្ចឹងបងប្អូនប៉ុណ្ណេះគិតថាលឿនហើយសម្រាប់ top speed គឺយើងអាចរត់បានលឿនរហូតដល់ 150 km/h ឬក៏អាចលឿនជាងនេះក៏ថាបានដែរប៉ុន្តែអាស្រ័យតាមការបើកបរនិងគោរពទៅតាមច្បាប់ចរាចរណ៍ផងដែរបងប្អូនកលេចទៅមើលការ design ជាប្រភេទគេហៅថា Glaze Aesthetic គឺការ design បែបកោងមូលហើយរូបរាងរបស់រថយន្តមើលមកគឺឆ្លោះគ្រប់ទាំងអស់គឺឆ្លោះតែម្ដងបើមិនជឿបងប្អូនអាចធ្វើការជិះកាត់កម្ដៅថ្ងៃឬក៏ជិះកាត់ភ្លើងហ្វាឬក៏ភ្លើងដែលឆ្លោះមកកាន់តួរថយន្តមើលទៅគឺវាឆ្លោះដូចកញ្ចក់អញ្ចឹងនេះគឺជាចំណុចពិសេសមួយពាក់ព័ន្ធមួយការ design ដែល architect របស់ Wuling គាត់ធ្វើមកខ្ញុំគិតថាល្អមែនទែនសម្រាប់ប្រភេទ city car ជាប្រភេទ EV vehicle នេះវាសមជាមួយនឹង concept វា link គ្នាខ្លាំងមែនទែនបងប្អូនអរគ្នាយើងមើលទៅលើជាគៀងគឺជាប្រភេទគេហៅថា wing style design ជាលក្ខណៈដូចស្លាបអញ្ចឹងបងប្អូនជា signature ក៏ដូចជាភាព unique design មួយរបស់ក្រុមហ៊ុន Wuling ផងដែរជាគៀងនេះទៀតសោតក៏មានមកជាមួយនឹង DLL ឬក៏ភ្លើង daytime running light ជាប្រភេទភ្លើងបំភ្លឺពេលថ្ងៃនៅពេលដែលយើងបើកតាមដងផ្លូវអញ្ចឹងវាសុវត្ថិភាពហើយវាស្រស់ស្អាតទៀតបងប្អូនអរគ្នាហើយយើងក៏លេចមើលទៅលើផ្នែកកណ្ដាលនេះគឺមានមកជាមួយនឹង logo Wuling ជាក់ស្ដែងសម្រាប់ផ្នែកខាងមុខខ្ញុំក៏ចង់បង្ហាញបន្ថែមទៀតគឺសម្រាប់ផ្នែក lip ខាងក្រោមឬក៏អណ្ដាតខាងក្រោមនេះបងប្អូនគឺមានមកជាមួយនឹង chrome មួយស្លឹកដែលវាឆ្លោះខ្លាំងមែនតើនៅពេលដែលយើងបើកទៅតាមដងផ្លូវមើលទៅគឺគួរឲ្យចង់មើលខ្លាំងមែនតើសម្រាប់រថយន្តនេះទៀតសោតមាននៅមុខងារកាមេរ៉ា 540 degree គំហើញរូបភាពជាលក្ខណៈ panoramic image តែម្ដងមានន័យថាអាចមើលឃើញគំហើញរូបភាពមួយជុំតួខ្លួនតែម្ដងបងប្អូនអរគ្នាឃើញដល់ទាំងបាតឡានថែមទៀតផងជាពិសេសសម្រាប់បងនារីអ្នកដែលមិនសូវចេះបើកឡានមិនសូវស្ទាត់អីអាចធ្វើការមើលទៅលើបាតរថយន្តបានគឺវាសុវត្ថិភាពខ្ពស់ខ្លាំងមែនតើអញ្ចឹងសម្រាប់ Wuling Bingo S នេះវាមានចំណុចពិសេសខ្លះដែលខ្ញុំរៀបរាប់ជូនបងប្អូនទាំង switch ម៉ាស៊ីនទាំងការ design នៅផ្នែកខាងមុខប៉ុណ្ណឹងក៏ប៉ុន្តែវាមាននៅចំណុចពិសេសនៅផ្នែកចំហៀងបន្ថែមទៀតឥឡូវយើងចូលទៅកាន់ផ្នែកចំហៀងទាំងអស់គ្នាចូលមកកាន់ផ្នែកចំហៀងយ៉ាន់គឺជាប្រភេទអាលុយមីញ៉ូមទំហំ 16 អ៊ីងគឺទម្រង់ជារាងអក្សរ V shape សម្រាប់ខ្ញុំណាស្រឡាញ់យ៉ាន់កង់ដែល design មកបែប V shape មែនតើដែល light សម្រាប់ទំហំសបកកង់គឺជាប្រភេទ 205 60 R16 មកល្មមសមរម្យតែម្ដងបងប្អូនឥឡូវយើងចូលទៅកាន់ត្រឡោកកញ្ចក់គឺជាប្រភេទត្រឡោកកញ្ចក់ដែលមានមុខងារច្រើនបងប្អូនទាំងគ្នាមានតែក្តោបអូតូម៉ាទិកលាអូតូម៉ាទិកមានមកជាមួយនឹងសញ្ញោ LED ជាពិសេសគឺមានមកជាមួយនឹងកាមេរ៉ាមួយគ្រាប់ដែលជាមួយនៅក្នុងចំណោមមួយជុំរថយន្តហើយចំណុចពិសេសមួយនៃរថយន្តនេះបងប្អូនអរគ្នាមិនចាំបាច់បារម្ភរឿងដោះសោទេបងប្អូនបន្លានយើងធម្មតាយើងចុចដោះឬក៏យើងលូកអញ្ចេះក៏ប៉ុន្តែសម្រាប់ Bingo S 2026នេះបងប្អូនគ្រាន់តែដើរមកចិត្តរថយន្តនឹងធ្វើការដោះសោដោយអូតូម៉ាទិកកាន់តែពិសេសចូលទៅដល់ក្នុងរថយន្តមិនបាច់ចុចបច្ឆេះម៉ាស៊ីនទេបងប្អូនគ្រាន់តែជន់ហ្វ្រាំងម៉ាស៊ីនអគ្គិសនីនឹងធ្វើការដំណើរការដោយអូតូម៉ាទិកតែម្ដងចំណុចដែលកាន់តែពិសេសមួយទៀតបងប្អូនអរគ្នាពាក់ព័ន្ធជាមួយនឹងការចាក់សោអញ្ចឹងនៅពេលដែលយើងផ្លិចយើងបកកែផ្លិចបងប្អូនអរគ្នាមិនបាច់បារម្ភទេទោះបីបងប្អូនចាក់សោវា
មិនចាក់សោវាក៏ដោយបាទបងប្អូនដើរចេញតាមបន្តិចរថយន្តនេះនឹងធ្វើការចាក់សោឡុកដោយអូតូម៉ាទិកល្អបំផុតសម្រាប់អ្នកដែលគាត់អាសាផ្លេចខ្ញុំគិតថា option នេះសុវត្ថិភាពមែនតើបើសិនជាខ្ញុំជាម្ចាស់រថយន្តនេះខ្ញុំត្រូវអរគុណវាជារៀងរាល់ថ្ងៃដោយសារតែវាតែងតែចាក់សោឲ្យយើងដើម្បីការពារនៅសុវត្ថិភាពពាក់ព័ន្ធជាមួយនឹងការយកភ្លើងពីរថយន្តនេះមកប្រើប្រាស់គឺបានថាមពលអគ្គិសនីរហូតដល់ 3.3 គីឡូវ៉ាត់ម៉ោងដែលយើងអាចធ្វើការយកទៅផ្គត់ផ្គង់សម្រាប់ឆ្នាំងបាយអគ្គិសនីម៉ាស៊ីនកម្ដៅទឹកម៉ាស៊ីនដាំទឹកឬក៏សម្ភារៈអគ្គិសនីផ្សេងៗទៀតបងប្អូនមានរថយន្តនេះមួយគឺអាចធ្វើការផ្គត់ផ្គង់ទៅលើសម្ភារៈអគ្គិសនីដែលបងប្អូនចង់ធ្វើការសាកទៀតអត់ទាន់ចប់ទេចំណុចពិសេសនៅផ្នែកចំហៀងគឺមានយើងចូលទៅកាន់ចំណុចពិសេសបន្តទៀតក្រុមមេបងប្អូនណាក្រុមមេវាអូសមួយស្លឹកហ្មងមួយស្លឹកនេះមិនធំតែបង្ហាញនូវភាពស្រស់ស្អាតទេទាំងខាងមុខទាំងចំហៀងខាងក្រោយគឺបង្ហាញនៅ concept មួយបែបស៊ីគ្នាដែលឡែកខ្ញុំចាប់អារម្មណ៍មួយទៀតទៅលើដបូលជាប្រភេទដបូលខ្មៅអញ្ចឹងឧទាហរណ៍ថាតួរថយន្តពណ៌សាច់បែបនេះដបូលខ្មៅវាមើលទៅបែបស្ពណ៌ឥឡូវសូមនាំអារម្មណ៍បងប្អូនបន្តចូលទៅកាន់ផ្នែកខាងក្រោយដើម្បីស្វែងយល់ពីចំណុចពិសេសជាមួយខ្ញុំទាំងអស់គ្នាតោះបងប្អូនឥឡូវនេះមកកាន់ផ្នែកខាងក្រោយជាមួយនឹង stop design ភ្ជាប់គ្នាពីមួយចំហៀងទៅមួយចំហៀងដែលគេឲ្យឈ្មោះថា Pulsar Ring Through Type ដែលជាប្រភេទ stop design បែប cute តាក់ទាញស័ក្តិសមសម្រាប់យុវវ័យ Gen Z ខ្លាំងមែនតើបងប្អូនទាំងអស់គ្នាអ្វីដែលខ្ញុំពេញចិត្តពាក់ព័ន្ធជាមួយនឹង spoiler ពណ៌ខ្មៅហើយមានមកជាមួយនឹងភ្លើងហ្វ្រាំងនៅផ្នែកខាងកណ្ដាលនេះផងដែរបងប្អូនទាំងអស់គ្នាក៏មានមកជាមួយនឹងមួយក្នុងចំណោមមួយជុំរថយន្តដែលជាប្រភេទកាមេរ៉ាដែលបង្ហាញនៅគំហូររូបភាព540 degree យើងទៅមើល concept ពាក់ព័ន្ធមួយការ design នៅផ្នែកខាងក្រោមបន្តិចបងប្អូនគ្នាមើលទៅកាន់ rear bumper ហើយនិង diffuser ផ្នែកខាងក្រោមនេះរំលេចមកជាមួយនឹងក្រុមមេមួយសន្លឹកហើយក្រុមមេនេះនៅតែ clean ស្អាតក្រុមមេខ្ញុំមានអារម្មណ៍ថាការ design មកស៊ីគ្នាខ្លាំងមែនតើទាំង lip នៅផ្នែកខាងមុខបន្ទាត់នៅផ្នែកចំហៀងក៏ដូចជាផ្នែកខាងក្រោយនេះគឺវា link គ្នាល្អមែនតើហើយមានមកជាមួយនឹងភ្លើងខាងក្រោមនេះក៏ខ្ញុំពេញចិត្តដែរនៅផ្នែកកណ្ដាលនេះដែលវាបង្ហាញចេញនៅ concept បែបស្ពណ៌មួយនិយាយរួមទៅ diffuser ផ្នែកខាងក្រោមនេះមិនជាមួយនឹងភាពស្ពណ៌តែម្ដងដូច្នេះទៅគេឲ្យនិយមន័យថារថយន្តនេះជារថយន្តអគ្គិសនីដែលស័ក្តិសមសម្រាប់យុវវ័យសម័យ Gen Z ឥឡូវយើងទៅមើលសម្រាប់ក្លុបខាងក្រោយដល់គ្នាបងប្អូនដល់គ្នាជាមួយនឹងទំហំក្លុបខាងក្រោយគឺរហូតដល់ 1450 លីត្រអញ្ចឹងបងប្អូនអាចធ្វើការដាក់ជាមួយនឹងវ៉ាលីបានច្រើនជាពិសេសវាមានកលុកជ្រៅទៅខាងក្នុងអញ្ចឹងបងប្អូនមានដំណើរកម្សាន្តជាលក្ខណៈមិត្តភ័ក្តិជាលក្ខណៈគ្រួសារបងប្អូនមិនបាច់បារម្ភមើលវ៉ាលីទេនេះកលុកជ្រៅហើយឡើងមកដល់លើត្រឹមនេះទៀតខាងនេះមានមកជាមួយនឹង logo Wuling ពណ៌ក្រុមមេដូចផ្នែកខាងមុខដែរអញ្ចឹងបងប្អូនចំណុចពិសេសផ្នែកខាងក្រោយនេះខ្ញុំសូម summary ជូនបងប្អូនត្រឹមប៉ុណ្ណឹងអនុញ្ញាតសូមនាំអារម្មណ៍បងប្អូនបន្តចូលទៅកាន់នៅផ្នែកខាងក្នុងដោយសារផ្នែកខាងក្នុងមានចំណុចដែលពិសេសលើសពីខាងក្រៅទៀតបងប្អូនទៅមើលមួយខ្ញុំទាំងអស់គ្នាតោះបងប្អូនចូលមកកាន់ផ្នែកខាងក្នុងនេះគឺគេផ្ដោតទាំងបណិតទាំងផាសុខភាពហើយស្រួលនៅក្នុងការប្រើធ្វើបិទតែទំហំរបស់វាសមល្មមក៏ប៉ុន្តែបងប្អូនការ design គឺធ្វើឲ្យយើងអង្គុយទៅមានអារម្មណ៍ថាស្រឡះល្អអញ្ចឹងជាចំណុចមួយដែលអ្នកប្រើប្រាស់រថយន្តចង់បានហើយការមិចពណ៌មាន3ពណ៌មានពណ៌ខ្មៅពណ៌សូកូឡានិងពណ៌សអមមកជាមួយនឹងក្រុមមេអញ្ចឹងសម្រាប់ concept ដែលមិចបញ្ចូលគ្នាបែបនេះធ្វើឲ្យខាងក្នុងយើងទទួលបានអារម្មណ៍មួយបែប premium បែបបណិតឡើយនេះគេ design តម្រង់ដោយ form មកការរបៀបរៀងឈើមើលទៅបណិតមែនតើខ្ញុំចាប់អារម្មណ៍ជាងគេគឺទៅលើបន្លោះម៉ាស៊ីនត្រជាក់នេះគឺអូស clean មែនតើចាប់តាំងពីផ្នែកខាងឆ្វេងនេះមកដល់ផ្នែកខាងស្ដាំឡាញរបស់វាគឺស្មើថេងទៅរហូតហ្មងជាមួយនឹងពណ៌បែបក្រុមមេបងប្អូនខ្ញុំសរសើរ concept បែបនេះមែនតើអញ្ចឹងបងប្អូនឥឡូវយើងចូលទៅកាន់អេក្រង់គឺជាប្រភេទអេក្រង់ touch screen ដែលមានទំហំ 12.8 អ៊ីនអេក្រង់ប្រព័ន្ធកំសាន្តនេះគឺមានមុខងារច្រើនបងប្អូនអាចធ្វើការកំណត់មុខងារសីតុណ្ហភាពក៏បានដែរខ្ញុំបញ្ជាសីតុណ្ហភាពក្នុងរថយន្តបន្តិចបាទ speed ទាំងហាលអង្សា position នៃការបាញ់ម៉ាស៊ីនត្រជាក់ជាដើមយើងបញ្ជានៅលើអេក្រង់នេះវាមានមុខងារភ្ជាប់ Apple CarPlay ក៏ដូចជាមុខងារបិទបើកនៅប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀតដែលយើងធ្វើការចុចបញ្ជាទាំង Drive Mode មានដូចជា Customize ដូចជា Eco Mode បាទ Normal ឬក៏ Sport Mode គឺយើងអាចបញ្ជាតាមរយៈការ touch screen នឹងតែម្ដងដែល light សម្រាប់ការសាកភ្លើងបាទមានន័យថាដំណើរការអាគុយរបស់វាសល់ប្រមាណភាគរយគឺវា load នៅលើនឹងតែម្ដងមួយវិញទៀតពិសេសគឺវាមានមុខងារបង្ហាញនៅកាមេរ៉ា540 degree assist មានន័យថាបង្ហាញទាំងបាតរថយន្តទៀតអញ្ចឹងយើងដឹងបាតរថយន្តនឹងមានដុំថ្មមានកលុកមិនគឺយើងមើលឃើញទាំងអស់ឬក៏មានសត្វចិញ្ចឹមតូចៗដែលនៅក្រោមបាតរថយន្តពេលយើងមុនចេញដំណើរយើងអាចមើលឃើញបានបងប្អូនអាចធ្វើការចុច view ទៅលើកាមេរ៉ានេះដោយចុច view ទៅលើអេក្រង់ក៏បានចុច view ទៅលើជាកូដក៏បានអញ្ចឹងសិតតែមុខងារពិសេសដែលខ្ញុំចង់បង្ហាញជូនបងប្អូនសម្រាប់អេក្រង់ 12.8 អ៊ីននេះឥឡូវបងប្អូនចូលទៅមើលអេក្រង់ផ្ដល់ព័ត៌មានគឺមានទំហំ 8.9 អ៊ីនអេក្រង់នេះផ្ដល់ព័ត៌មានសពគ្រប់បែបយ៉ាងពាក់ព័ន្ធជាមួយនឹងល្បឿនការដំណើរការប្រព័ន្ធសុវត្ថិភាពកម្រិតនៃការប្រើប្រាស់អគ្គិសនីរបស់វាថាតើនៅសល់ប្រមាណភាគរយគឺវា load នៅលើនឹងទាំងអស់តែម្ដងការ design គឺ clean បែបទូចទៅវែងក៏ប៉ុន្តែវាមើលទៅច្បាស់ហើយវា informative មានន័យថាវាបង្ហាញ information ច្រើននៅលើនឹងចូលទៅកាន់ជាកូដ
ជាកូដគឺជាប្រភេទ multi functional steering wheel electronic បងប្អូនអរគ្នាធូរស្រួលអាចតាក់ទាញសម្រាប់អ្នកបើកបរក្នុងទីក្រុងបត់បែនរហ័សរហួនដឹងតែមួយឆ្ងាញ់បើកតែម្ដងបងប្អូនជាកូដនេះស្រោបស្បែកហើយលាយជាមួយនឹង two tone color មានន័យថាពណ៌ខ្មៅផងហើយនិងពណ៌សូកូឡាផងនៅលើជាកូដនេះក៏ clean ដែរបងប្អូនគេមានវងមូលមួយហើយក៏ដាក់ logo Wuling នៅកណ្ដាលខាងស្ដាំហើយនិងខាងឆ្វេងគឺជាប៊ូតុង multi functional ដែលយើងអាចធ្វើការចុចបញ្ជាផ្សេងៗដូចជាខាងឆ្វេងនេះយើងអាចចុចបញ្ជាទៅលើម៉ាស៊ីនត្រជាក់បាទឲ្យវាបាញ់ច្រើនកាំដូច3 4 5កាំអីឬក៏យើងចង់ថយវិញយើងចុចខាងឆ្វេងនេះទៅថយវិញប៊ូតុងទូចមួយរូបកាមេរ៉ាគឺដើម្បីបង្ហាញនៅកាមេរ៉ា540ដឺក្រេខាងស្ដាំដៃគឺយើងអាចធ្វើការកំណត់ទៅលើ volume គឺក៏បដូរនៅបទចម្រៀងបាននេះគឺប៊ូតុងចុចដើម្បីធ្វើការលើកទូរស័ព្ទខាងស្ដាំដៃនេះតូចមួយនេះគឺប៊ូតុង voice command ដើម្បីបញ្ជាទៅលើសំឡេងអូខេឥឡូវយើងចូលទៅកាន់ wireless charge រថយន្តនេះបំពាក់មកជាមួយនឹង wireless charge ទំហំដល់ទៅដល់50 W សម្រាប់ការសាកថ្មល្បឿនលឿនគឺវាល្អខ្លាំងមែនទែនសំខាន់វាមានមុខងារ air cooling ហ្នឹងគឺវាអត់ឲ្យប៉ះពាល់ទៅដល់ទូរស័ព្ទយើងគឺបញ្ចុះសីតុណ្ហភាពបានល្អទូរស័ព្ទយើងសាកឆាប់ពេញហើយអត់ងាយក្នុងការឡើងកម្ដៅទេអញ្ចឹងសម្រាប់ Zen console នេះគឺអត់មានអីច្រើនទេបងប្អូនអត់មានអីស្មុគស្មាញក្រៅពីកន្លែងដាក់ wireless charge កន្លែងនេះយើងអាចសោកសៀតជាមួយនឹងសម្ភារៈដែលយើងចង់ដាក់ហើយនឹង cup holder មួយគូដោយឡែកសម្រាប់ខាង armrest កលដៃនេះបាទទាញមកបើកអញ្ចឹងទៅមានសម្ភារៈដែលយើងចង់ដាក់ក្នុងហ្នឹងទៅហើយបិទសំខាន់វាទន់ស្រួលវាស្រោបជាមួយស្បែកអញ្ចឹងនៅពេលដែលបើកបរអ្នកដែលនិយមប្រើប្រាស់ដៃមួយគឺមាន armrest កលដៃមួយមកល្មមសមរម្យជាពិសេសបងប្អូនខ្ញុំចង់បញ្ជាក់បន្តិចនៅផ្នែកខាងក្រោមនេះមាន space ធំមែនតើនេះឆ្លាស់ល្អហ្មងលូកពីមួយចំហៀងតាមមួយចំហៀង space ធំនេះបងប្អូនអាចដាក់ជាមួយនឹងកាតា laptop សំខាន់វាមានមកជាមួយនឹង USB Type C USB ធម្មតាហើយនឹងរុនដូចបរិយមួយ12 V ហើយកន្លែងហ្នឹងគឺធ្វើមកសឆ្វាចមានអារម្មណ៍ថាភ្លឺស្រស់ថ្លាជីវិតមានន័យហ្មងដោយឡែកសួរថាចង្កឹះលេខនៅណាចង្កឹះលេខរបស់វាគឺនៅលើកន្លែងខាងស្ដាំដៃនេះបងប្អូនគេដាក់នៅចិត្តចង្កូតនេះ D O N P បាទចង្កឹះលេខរបស់វាស្រួលមែនតើហើយខាងឆ្វេងដៃគឺជាកន្លែងបាទសេរីផ្លិតទឹកផងនិងបើកភ្លើងផងហើយនឹងសញ្ញោឆ្វេងស្ដាំផងវាស្រួលសាមញ្ញ clean ដើម្បីធ្វើការបច្ឆេះរថយន្តនេះអត់មានប៊ូតុងបច្ឆេះទេបងប្អូនគ្រាន់តែចូលមកបងប្អូនមានសោជាប់ខ្លួនចូលមកបងប្អូនគ្រាន់តែជន់ហ្វ្រាំងរថយន្តធ្វើការបច្ឆេះម៉ាស៊ីនអត់មានប៊ូតុងបច្ឆេះមែនក៏ប៉ុន្តែមិនប្រកាសថាអត់មានប៊ូតុងបលត់ទេនៅពេលដែលយើងចង់បលត់គឺយើងមានប៊ូតុងមួយខាងក្រោមនេះយើងចុចដើម្បីធ្វើការបលត់ដំណើរការអគ្គិសនីនៅក្នុងរថយន្តតែម្ដងរថយន្តធ្វើការបលត់ក្នុងករណីមួយទៀតបងប្អូនអាចចុះពីរថយន្តដោយដាក់លេខ P ហើយបិទទ្វារទៅនៅពេលដែលយើង lock វាអាឡុតដោយអូតូម៉ាទិកតែជាចំណុចដែលវាចាំបាច់សម្រាប់រថយន្តនេះបងប្អូនអ្នកគ្នាជាពិសេសមានមុខងារមួយបច្ចេកវិទ្យាថ្មីគឺចូលចិត្តជាមួយនឹង Easy Remote Control Mobile App ដែលអាចឲ្យយើងធ្វើការត្រួតពិនិត្យក៏ដូចជាបញ្ជាកំណត់មុខងារផ្សេងៗទៅលើរថយន្តនេះតាមរយៈ Mobile App តែម្ដងដែលវាចំណេញពេលងាយស្រួលហើយវាទាន់សម័យដោយឡែកសម្រាប់ speaker គឺជាប្រភេទ Premium Sound មួយដែលគេហៅថា Premium Sound System របស់ Academy ដែលមានរហូតដល់6គ្រាប់អញ្ចឹងសម្រាប់អ្នកដែលគាត់ចូលចិត្តស្ដាប់តន្ត្រីខ្ញុំ recommend ហ្មងសម្រាប់ឡាននេះដោយសារតែខ្ញុំបានតេស្តហើយបងប្អូនស្ដាប់ទៅគឺវាបរោះរំដំធ្ងន់មែនតើវា surround sound ជុំវិញខ្លួនយើងធ្វើឲ្យយើងជិះមានអារម្មណ៍ថា fun to drive ដែលយើងចង់បើកបរញៀនសាហាវមែនទែនក្នុងការបើកបរបើយើងមើលទៅលើកៅអីសម្រាប់អ្នកបើកបរនេះគឺសេរីដោយអូតូម៉ាទិក6ទិសដៅបងប្អូនណាមែនតើសម្រាប់ពូករបស់វាទន់ស្រួលនៅក្នុងការអង្គុយមែនតើដោយអ្វីដែលបងប្អូនបានឃើញស្រាប់ហើយជាប្រភេទស្បែកល្អស្អាតហើយទន់ស្រួលកន្លែងនេះគឺជា glow box បាទ glow box យើងអាចដាក់ជាមួយនឹងសម្ភារៈរបស់យើងបានហើយមានមកជាមួយនឹងតពួកដែលអាចពួកត្រទម្ងន់បាន2គីឡូក្រាមជាចំណុចដែលគ្រប់យ៉ាងខ្ញុំពេញចិត្តសម្រាប់រថយន្ត Wuling Bingo S នេះចង់នាំអារម្មណ៍បងប្អូនចូលទៅកាន់ផ្នែកកៅអីជឿទី2ដោយសារតែកៅអីជឿទី2មានចំណុចដែលត្រូវបង្ហាញបងប្អូនបន្តទៀតកុំឲ្យខាត់ពេលយូរបងប្អូនចូលទៅកៅអីជឿទី2ជាមួយខ្ញុំតោះគ្នាតោះបាទបងប្អូនអរគ្នាឥឡូវមកកៅអីជឿទី2យើងមើលពាក់ព័ន្ធមួយកម្រិតជើងកម្ពស់របស់យើង1ម៉ែត្រចិត្តស្ដើងអញ្ចឹងបងប្អូនដែលមានកម្ពស់ប្រហាក់ប្រហែលខ្ញុំអាចស្មានទៅលើការអង្គុយបានផ្នែកខាងក្រោមក៏ដូចជាផ្នែកខាងលើនេះអញ្ចឹងបងប្អូនមើលទៅលើការ design ផ្នែកខាងក្រោយគឺយើងផ្ដោតសំខាន់ទៅលើទំហំជាក់ស្ដែងយើងមើលទៅលើទំហំការអង្គុយយើងមើលទំហំផ្នែកតតឹងរបស់វាអញ្ចឹងសម្រាប់មនុស្សដែលមានរាងធំល្មមគួរសមដែរអាចអង្គុយបាន3នាក់ហើយបងប្អូនអរគ្នាយើងមានមកជាមួយនឹងការ decor ផ្នែក Formica ឈើឡើងនេះហើយនឹងក្រោមមេនៅអញ្ចឹងទ្វារទាំង4ដូចខ្ញុំបានបញ្ជាក់នៅកៅអីជួយទី1អញ្ចឹងបងប្អូនអរគ្នាសម្រាប់ខាងក្រោយនេះពូកស្បែកសូកូឡាខ្ញុំស្រឡាញ់ផ្ទៃខាងលើពណ៌សហើយខាងក្រោមពណ៌ខ្មៅនេះគឺជាការបន្ស៊ីពណ៌គ្នាដើម្បីឲ្យរថយន្តនេះមើលទៅវាប្រណិតដែលឡែកសម្រាប់នៅចន្លោះកណ្ដាលនេះគឺយើងមានកន្លែងមួយដែលអាចសោកជាមួយនឹងអាវ៉ាន់ដែលយើងចង់ដាក់នៅកន្លុកនឹងបានហើយខាងក្រោមក៏មានកន្លែងដាក់អាវ៉ាន់មួយដែរបងប្អូនអរគ្នានៅខាងលើកន្លែងដាក់អាវ៉ាន់បន្តិចយើងមានមកជាមួយនឹង USB Type C មួយសម្រាប់ការសាកថ្មផងដែរហើយវាមានមកជាមួយនឹងកប៉ៅដែលយើងអាចធ្វើការដាក់សម្ភារៈបានហើយកៅអីនេះវាមានចំណុចពិសេសវាអាចធ្វើការកាច់បត់បានបងប្អូនអរគ្នានេះវាមានកន្លែងទាញអូខេកៅអីនឹងបត់បានកៅអីដែលខ្ញុំកំពុងអង្គុយនេះក៏បត់បានដែរ
บอดบ้านដើម្បីយើងចង់ដាក់អាវ៉ាន់ដែលធំឬក៏មានការចាំបាច់អត់ត្រូវការប្រើប្រាស់កៅអីហ្នឹងបងប្អូនសម្រាប់ផ្នែកខាងក្រោយកៅអីជួយទី2នេះគឺខ្ញុំមានប៉ុណ្ណឹងជំរាបជូនទៅកាន់បងប្អូនពីចំណុចពិសេសខ្លះក៏ប៉ុន្តែយើងមិនទាន់បានដឹងនៅឡើយពីការបើកបរថាតើវាផាសុខភាពកម្រិតណាវាស្ទុះអត់វា smooth អត់ចឹងបងប្អូនទៅតាមដានទស្សនាទាំងអស់គ្នាមួយខ្ញុំបន្តទៅកាន់វគ្គតេស្តតារាយទាំងអស់គ្នាតោះបងប្អូនឥឡូវយើងចូលមកកាន់វគ្គតេស្តតារាយបើកបានមកទទួលធំបងប្អូនមានអារម្មណ៍ថាបើកឡាននេះហើយគឺខូចខ្លួនហ្មងបើកឡានផ្សេងអត់កើតដោយសារតែវាស្ងាត់វាផាសុខភាពជន់ច្បឺតទៅតាមជើងហ្មងបទពិសោធន៍ឡានអគ្គិសនីគឺវាល្អហើយតែខ្ញុំគិតថា Wuling Bingo S 2026នេះគាត់ធ្វើកាន់តែបានល្អទៀតទៅលើបែបផែនឡានអគ្គិសនីណាសំបីតែចកោតគឺ smooth មែនតើបងប្អូនអរគ្នាខ្ញុំចង់បញ្ជាក់ពាក់ព័ន្ធមួយការបើកបរណាគឺមាន drive mode រហូតដល់4ទី1គឺប្រភេទ personality នេះគឺតាមការចង់បានរបស់យើងចង់បានចកោតរៀងធ្ងន់តែចង់បានសន្ទុះនៃការជន់ហ្គាទៅវារៀងច្បឺតបន្តិច delay បន្តិចឬក៏ស្ទុះបន្តិចអាស្រ័យតាមការបើកបរឬក៏ការចង់បានរបស់យើងបើឡែកសម្រាប់ economic ឬក៏ eco គឺសម្រាប់សំចៃបងប្អូនប្រើប្រាស់នៅ mode នេះទៅ motor អគ្គិសនីនឹងកាត់ផ្ដាច់នៅកម្លាំងដែលស្ទុះខ្លាំងគឺដើម្បីសំចៃទៅលើថាមពលអគ្គិសនីក្នុងការប្រើប្រាស់បើកបរមួយទៀតគឺគេហៅថា standard គឺសម្រាប់ការបើកបរជាប្រចាំគឺវាមកល្មមសមាមាត្រទាំងកម្រិតនៃការប្រើប្រាស់អគ្គិសនីក៏ដូចជាផាសុកភាពនៅក្នុងការបើកបរហើយចកោតធូរស្រួលមកល្មមនៅក្នុងការបើកបរអត់តន់ចប់ទេបងប្អូនយើងមាននៅ sport mode មួយទៀតដែល sport mode នេះគឺសម្រាប់ការវ៉ាជែងល្អមែនតើគ្រាន់តែថាវាប្រើប្រាស់នៅអគ្គិសនីពោះបន្តិចតែវាធ្វើឲ្យយើងទទួលបាននៅអារម្មណ៍បែបស្ពណ៌ស្ទុះនៅពេលដែលយើងចង់វ៉ាចង់ជាន់ល្បឿនគឺ the best តែម្ដងសម្រាប់ការបន្សុទ្ធខ្យល់នៅក្នុងរថយន្តនេះខ្ញុំទទួលបាននៅខ្យល់បរិសុទ្ធល្អមែនតើក្រៅពីបរិយាកាសស្ងាត់យើងទទួលបាននៅអារម្មណ៍ល្អវាក៏សុវត្ថិភាពដែរហើយមុខងារសុវត្ថិភាពទាំងអស់នោះមានដូចជាប្រព័ន្ធពងសុវត្ថិភាពមានទាំងសម្រាប់អ្នកបើកបរនិងអ្នករួមដំណើរវាមានមកជាមួយនឹងប្រព័ន្ធប្រាំង ABS ប្រព័ន្ធជំនួយពេលឡើងចំណោតប្រព័ន្ធទប់លំនឹង ESC ប្រព័ន្ធទប់លំនឹង traction control ក៏ដូចជាប្រព័ន្ធដែលជំនួយទៅដល់ការបើកបរក្នុងទីក្រុងដូចជាប្រាំង Dielectronic ក៏ដូចជាប្រព័ន្ធ Auto Hold ដែលវាសម្រួលទៅដល់ការប្រើប្រាស់ជាប្រចាំកាន់តែងាយស្រួលនិងវាមានផាសុកភាពទាំងផាសុកភាពសុវត្ថិភាពហើយមានអារម្មណ៍ថាស្រួលបើករួមមកជាមួយនឹងប្រព័ន្ធមុខងារសុវត្ថិភាពផ្សេងៗទៀតចឹងសម្រាប់អ្នកដែលគាត់ចង់ចំណាយលុយត្រឹមតែជាង$10000បងប្អូនអាចធ្វើការពិចារណាទៅលើរថយន្តនេះបានចឹងបងប្អូនទាំងគ្នាវគ្គតេស្តតារាយគឺខ្ញុំមានប៉ុណ្ណឹងបងប្អូនយ៉ាងណាដែរក្រោយពីបានតាមដានទស្សនានៅវីដេអូធ្វើបទបង្ហាញពេញជាមួយនឹង Wuling Bingo ស៊េរីឆ្នាំ2026នេះសម្រាប់ព័ត៌មានលម្អិតបងប្អូនអាចធ្វើការទំនាក់ទំនងទៅកាន់គេហទំព័រផ្លូវការ Wuling Cambodia ឬក៏អញ្ជើញទៅកាន់ showroom តាំងមហារបស់ក្រុមហ៊ុន Wuling Cambodia ដែលមានទីតាំងនៅបណ្ដោយផ្លូវជាតិលេខ 6A បានខណៈពេលនេះដែរវីដេអូត្រូវបានដល់ទីបញ្ចប់ខ្ញុំបាទក៏សូមអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់របស់បងប្អូនជូនពរបងប្អូនជួបតែសេចក្តីសុខសំណាងល្អជួបគ្នានៅវីដេអូក្រោយ